បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាទមកបាចទឹកចាប់ត្រីក្នុងកាពាំងអត់ទេគឺយើងមកបាចទឹកដើម្បីស្ដារភក់នឹងចាញ់ហើយយើងប្រហូរទឹកនឹងចូលដើម្បីបូមផងដែរអញ្ចឹងណាដោយសារតែទឹកនៅក្នុងកាពាំងហ្នឹងគឺវាគោកអស់ហើយអញ្ចឹងយើងបូមអត់កើតទេហើយយើងក៏ត្រូវការស្ដារភក់នឹងចាញ់សិនចាំយើងស្ដារវាម្ដងទៀតកាយភក់អីនឹងចេញឲ្យអស់ឲ្យស្អាតហើយបានយើងប្រហូរទឹកដោយសារតែតាពាំងហ្នឹងយើងបានចាប់ត្រីម្ដងអញ្ចឹងវាឥឡូវគឺចូលដល់ខែហ្នឹងគឺវាស្រកឲ្យវាគោកអីចឹងណាហើយយើងក៏ត្រូវការទឹកប្រើប្រាស់ក៏ត្រូវការទឹកស្រោចដំណាំនៅផ្ទះរបស់យើងអញ្ចឹងទៅហើយបើយើងអត់មានគីឡូអត់មានតាពាំងទេគឺចប់ហើយបាទជីវិតយើងគឺសូន្យនឹងតែម្ដងដោយសារតែយើងរស់នៅគឺយើងត្រូវការទឹកបាទជាពិសេសគឺយើងត្រូវការទឹកប្រើប្រាស់មិនថាងូតឬក៏យើងស្រោចដំណាំផ្សេងៗបើយើងមានដំណាំផ្សេងវិញគឺយើងត្រូវការទឹកចាំបាច់ច្រើនបំផុតអីចឹងទៅអានេះយើងធ្វើការស្ដារវាចេញដើម្បីឲ្យវាអស់ភក់នឹងចឹងណាហើយបើយើងអត់កាយទេបើយើងប្រហូរមកគឺយើងបូមអត់ចេញទេដោយសារវាទល់នឹងក្បាលម៉ូទ័រនឹងចឹងបើអត់កើតចឹងយើងត្រូវការស្ដារវាចេញហើយកន្លែងហ្នឹងគឺវាជ្រៅណាព្រោះយើងត្រូវការស្ដារវារាល់ឆ្នាំចឹងទៅហើយយើងកាយអាភក់វល់នឹងចេញឲ្យអស់មកដើម្បីឲ្យទឹកហ្នឹងគឺវាអត់បានល្អក់ហើយយើងចេះតែកាយឆ្នៃតម្រាំតែយើងមានទឹកភ្លៀងអញ្ចឹងណាបងប្អូនហើយបើយើងអត់ធ្វើអញ្ចឹងទេគឺងាប់អស់ហើយយើងអត់មានទឹកវាស្រោចស្រពរបស់ដែលយើងបានដាំហើយបើយើងអត់បានបូមអត់បានស្រោចតែមួយថ្ងៃពីរថ្ងៃគឺវាស្វិតកញ្ញងងាប់អស់ហើយយើងទ្រាំសិនទៅតម្រាំតែយើងទទួលបានទឹកភ្លៀងក៏យើងមានទឹកវិញហើយអញ្ចឹងណាអានេះរដូវខែប្រាំងអញ្ចឹងបើយើងអត់ធ្វើអញ្ចឹងទេគឺចប់ឥឡូវយើងកាយភក់វាចេញបាទកាប់ស្ដារវាហើយយើងកាយភក់វាចេញវល់នឹងចេញឲ្យអស់មកបន្ទាប់មកគឺយើងធ្វើការបើកទឹកបង្ហូរបាទទឹកហ្នឹងគឺអត់មានច្រើនទេបងប្អូនណាគឺវាមានតិចដែរទេតែយើងចេះតែទ្រាំសិនទៅតម្រាំតែមានភ្លៀងអញ្ចឹងទៅយើងប្រហូរវាចូលអញ្ចឹងមកបាទយើងប្រហូរវាចូលឲ្យវាពេញអាកលុកដែលយើងស្ដារហ្នឹងស្ដារគឺវារងបន្ទាប់ពីរងយើងធ្វើការបូមវាបាទបូមវាមកគឺវាចេញបានតិចណាបងប្អូនអើយតែយើងស្រោចដំណាំដូងរបស់យើងកុំឲ្យវាស្វិតងាប់អញ្ចឹងយើងងាយបានដាំទេហើយអរគុណច្រើនបងប្អូនណាវីដេអូថ្ងៃនេះមានប៉ុណ្្នឹងទេណា